ជំរាបសួរលោកគ្រូនេះខ្ញុំឈ្មោះស៊ីវចនៈមកពីថ្នាក់អថ្ងៃនេះដែរខ្ញុំនឹងមកសូមបកស្រាយតទៅនឹងមេរៀនវេទមុខវិជ្ជាការវិតម្លៃក្នុងការសិក្សាដែលនិយាយអំពីប្រឡូមតាក់សូណូមីនិងការរៀបចំនិងបង្កើតតេស្តអញ្ចឹងទី1យើងសិក្សាអំពីគោលការណ៍ការបង្កើតសំណួរតាមទិសដៅប្រឡូមតើយើងត្រូវប្រើប្រឡូមតាក់សូណូមីដើម្បីអ្វីអញ្ចឹងយើងប្រើប្រឡូមតាក់សូណូមីគឺដើម្បីរៀបចំកម្មវិធីសិក្សាដើម្បីសរសេរនិងកំណត់នៅវត្ថុបំណងមេរៀនដើម្បីរកឲ្យឃើញនៅបំណិនដោយរៀនពីស្រួលទៅលំបាកដើម្បីបន្សំវត្ថុបំណងទៅនឹងវិធីសាស្ត្រនិងស្តង់ដារការវិតម្លៃឲ្យមានប្រសិទ្ធភាពអញ្ចឹងជាទូទៅការសិក្សាឬក៏ដើម្បីបង្រៀននៅក្នុងការបង្រៀននិងរៀនគឺតែងតែមានវត្ថុបំណងអញ្ចឹងយើងប្រើប្រឡូមតាក់សូណូមីហ្នឹងដើម្បីវាបន្សំវត្ថុបំណងទៅនឹងវិធីសាស្ត្រនិងស្តង់ដារវិតម្លៃឲ្យមានប្រសិទ្ធភាពដើម្បីដាក់បញ្ចូលចំណេះដឹងដែលសិស្សត្រូវរៀននិងដំណើរការនៃការគិតឲ្យបានត្រឹមត្រូវមានន័យថាក្នុងចំណុចនេះមានន័យថាយើងប្រើប្រឡូមតាក់សូណូមីធ្វើម៉េចឲ្យវាមាន symmetry នៅក្នុងការសិក្សារបស់សិស្សដំណើរការសិក្សារបស់សិស្សថាសិស្សរបស់យើងស្ថិតនៅក្នុងប្រភេទមួយណានៃប្រឡូមតាក់សូណូមីនៅការរៀនមួយហ្នឹងចំណុចមួយទៀតគឺដើម្បីសំណួរការសួរសំណួរអញ្ចឹងខ្ញុំចូលទៅចំណុចបន្តនិយាយអំពីកម្រិតនៃការសិក្សាអញ្ចឹងកម្រិតនៃការសិក្សារបស់សិស្សគឺយើងដឹងហើយថាប្រឡូមតាក់សូណូមីគេចែកវាជា6កម្រិតធំដែលកម្រិតទី1ចងចាំទី2យល់ទី3អនុវត្តទី4វិភាគទី5មានតម្លៃនិងទី6បង្កើតអញ្ចឹងនៅក្នុងកម្រិតទី1ទី2ទី3ពីចងចាំរហូតដល់អនុវត្តនេះគេហៅថាការយល់ដឹងតាមប្រឡូមតាក់សូណូមីនៅក្នុងកម្រិតទាបហើយចំពោះវិភាគនិងវាតម្លៃហើយនឹងបង្កើតវិញគឺជាការយល់ដឹងកម្រិតសិក្សានៅកម្រិតខ្ពស់ដែលជាទូទៅបច្ចុប្បន្នគឺការសិក្សាគេធ្វើយ៉ាងណាឲ្យសិស្សមានចំណុចក្នុងការបង្កើតថ្មីយើងចូលទៅចំណុចបន្តគឺតាក់ទងទៅនឹងកម្រិតសំណួរទាំង6និងលំនាំនៃការយល់ដឹងអញ្ចឹងយើងដឹងហើយថានៅក្នុងប្រឡូមតាក់សូណូមីគឺមានចំនួន6កម្រិតផ្សេងពីគ្នាអញ្ចឹងគេក៏មាននៅក្នុងកម្រិតមួយក៏ត្រូវមានសំណួរក្នុងការស្វែងយល់ដែរអញ្ចឹងខ្ញុំឧទាហរណ៍តាក់ទងទៅនឹងកម្រិតសំណួរតាក់ទងទៅនឹងកម្រិតចងចាំគឺសំណួរមានន័យថាគឺជាការរំលឹកឡើងវិញនៅចំណេះដឹងដែលបានរៀនពីលំនឹងរយៈពេលវែងហើយធ្វើឲ្យគាត់នឹងមានការស្គាល់ឡើងវិញនិងបង្កើតឡើងវិញមានថាក្នុងចំណុចនេះគឺគ្រាន់តែសិស្សឲ្យសិស្សចងចាំនៅបញ្ញត្តិឬក៏ចងចាំនៅនិយមន័យណាមួយនៅក្នុងមេរៀនហើយឲ្យគាត់នឹងអាចស្គាល់ឡើងវិញបាននៅក្នុងរយៈនៃការនឹកឃើញរបស់គាត់តាមរយៈការចងចាំរបស់គាត់អញ្ចឹងចូលកម្រិតទី2គឺកម្រិតយល់ដឹងគឺបង្កើតឡើងវិញនៅព័ត៌មានដែលគ្រូបានបង្រៀនរួមមានសំណួរផ្ទាល់មាត់សរសេរបកស្រាយពន្យល់ក្រាហ្វិកធ្វើចំណែកថ្នាក់សង្ខេបប្រៀបធៀបនិងលើកឧទាហរណ៍មានន័យថានៅពេលដែលសិស្សស្ថិតនៅក្នុងកម្រិតយល់ដឹងគឺយើងជាគ្រូបង្រៀនអាចសួរសំណួរគាត់ចោទឲ្យគាត់ធ្វើជាប្រៀបធៀបឧទាហរណ៍ថារៀនដល់អំពីសំណេររឿងអំណាចអីមួយចឹងទៅឲ្យសិស្សប្រៀបធៀបតួអង្គស្លូតជាមួយនឹងតួអង្គកាយតើគាត់ខុសគ្នាបែបម៉េចអត្តចរិតបែបម៉េចអីចឹងទៅអាហ្នឹងគឺជាកម្រិតយល់ដឹងដែលសិស្សអាចបញ្យល់អំពីការយល់ដឹងរបស់គាត់តាមរយៈការអានអំណាចមួយហ្នឹងដោយកំណត់គាត់ផ្ទាល់មិនមែនជាការចងចាំនោះទេចូលទៅចំណុចបន្តតាក់ទងទៅនឹងកម្រិតអនុវត្តអញ្ចឹងនៅក្នុងកម្រិតអនុវត្តនេះគឺកម្រិតសំណួរគឺមានន័យថាឲ្យសិស្សប្រតិបត្តិតាមទិសដៅដែលបានសរសេរមានន័យថាអនុវត្តបញ្ជាក់ថាទិសដៅហ្នឹងខុសឬត្រូវមានថាបើសិនជាយើងបរៀនសិស្សប្រមាណវិធីបូកដើម្បីបូកលេខគេត្រូវបូកពីលើចុះក្រោមដេញពីស្ដាំទៅឆ្វេងបើសិនជាបូកចាប់ពី10ទៅមានត្រាទុកអញ្ចឹងគឺអាហ្នឹងគឺជាលំនាំនឹងអញ្ចឹងនៅពេលដែលសិស្សគាត់យល់ហើយក្រោយពីគាត់ចាំពីរបៀបធ្វើហើយគាត់យល់អំពីការកណនាទាំងអស់ហ្នឹងគឺគាត់អាចអនុវត្តធ្វើបានខ្លួនឯងបានអញ្ចឹងណាអញ្ចឹងចូលទៅចំណុចបន្តទៀតគឺកម្រិតទី4គឺកម្រិតវិភាគគឺសិស្សអាចបំបែកព័ត៌មានទៅជាផ្នែកតូចហើយកំណត់ថាតើផ្នែកណាមួយមានទំនាក់ទំនងគ្នាឧទាហរណ៍ថាយើងឲ្យសិស្សញែកភាពខុសគ្នាឬក៏ការគ្រប់គ្រងឬកំណត់លក្ខណៈអ្វីមួយនៅក្នុងថ្នាក់រៀនអញ្ចឹងអាហ្នឹងគឺជាកម្រិតសំណួរនៅក្នុងកម្រិតការយល់ដឹងតាក់ទងទៅនឹងវិភាគចំណុចទី5វិញគឺកម្រិតវាតម្លៃធ្វើការវិនិច្ឆ័យដោយផ្អែកលើលក្ខណៈវិនិច្ឆ័យនិងស្តង់ដារឧទាហរណ៍ឲ្យសិស្សត្រួតពិនិត្យនិងរិះគន់មានន័យថាឧទាហរណ៍នៅក្នុងចំណុចវាតម្លៃនេះមានន័យថានៅពេលដែលសិស្សគាត់ធ្វើលំហាត់គាត់បាន
នៅពេលដែលឧទាហរណ៍យើងដាក់ទេប្រឡងទៅឲ្យគាត់មួយមានថាទេប្រឡងហ្នឹងគឺតាក់ទងទៅនឹងមេរៀនដែលបានរៀនហើយនៅពេលដែលគាត់ធ្វើលំហាត់អនុវត្តរួចហើយអញ្ចឹងយើងមានការទេប្រឡងមួយទៀតដើម្បីបញ្ជាក់ថាតើសិស្សរបស់យើងហ្នឹងយល់ដល់កម្រិតណាអញ្ចឹងនៅពេលដែលគាត់យល់បានគាត់អាចធ្វើបានហើយអាចបញ្ចេញបញ្ចូលនៅគំនិតរបស់គាត់បន្ថែមបន្ថយទៀតយើងអាចវាស្ថិតវានៅក្នុងកម្រិតវាតម្លៃអាចចូលចំណុចចុងក្រោយគឺកម្រិតដែលតាមបាច់នៅក្នុងសតវត្សទី21ហ្មងគឺកម្រិតបង្កើតថ្មីគឺផ្សំធាតុផ្សេងបញ្ចូលគ្នាដើម្បីបង្កើតជាសម្ព័ន្ធភាពឬមុខងារទាំងមូលឬក៏គុំធាតុផ្សេងឡើងវិញឲ្យទៅជាលំដាប់ថ្មីមួយឧទាហរណ៍បង្កើតថ្មីរៀបចំផែនការការកសាងអ្វីមួយអញ្ចឹងឧទាហរណ៍មួយផ្សេងទៀតអញ្ចឹងនៅពេលដែលសិស្សស្ថិតនៅក្នុងកម្រិតបង្កើតថ្មីមានន័យថាឧទាហរណ៍ថាយើងបានរៀនតាក់ទងទៅនឹងមេរៀននិយាយអំពីត្រីឧទាហរណ៍ឲ្យរៀនសិស្សឲ្យរៀនអំពីអំណាចអំពីសត្វត្រីសិស្សដឹងថារស់នៅក្នុងទឹកក្នុងអីចឹងទៅអញ្ចឹងតើសត្វត្រីគេអាចយកធ្វើអីខ្លះបានអញ្ចឹងនៅពេលដែលសិស្សអាចយកត្រីហ្នឹងទៅអនុវត្តបង្កើតថ្មីទៅជារបស់ផ្សេងបានប្រើរយៈពេលយូរធ្វើជាត្រីងៀតធ្វើជាទឹកត្រីអីផ្សេងហ្នឹងអាហ្នឹងគឺមានថាគឺជាការបង្កើតថ្មីអញ្ចឹងខ្ញុំចូលទៅចំណុចបន្តទៀតគឺចំណុចទី2ដែលយើងសិក្សាអំពីទម្រង់សំណួរនិងរដាយប្រភេទសំណួរតាមកម្រិតប្រឡូមអញ្ចឹងកម្រិតប្រឡូមតើតើនឹងប្រភេទសំណួរគឺមានទម្រង់សំណួរបិទនិងទម្រង់សំណួរបើកអញ្ចឹងទម្រង់សំណួរបិទគឺជាសំណួរទាំងឡាយណាដែលឆ្លើយចម្លើយរបស់សំណួរនោះត្រូវបានផ្ដល់ឲ្យរួចជាស្រេចហើយតម្រូវឲ្យអ្នកឆ្លើយធ្វើការជ្រើសរើសគប់គងបំពេញឬភ្ជាប់ចម្លើយទាំងនោះសំណួរទម្រង់បិទអាចជាសំណួរពហុជ្រើសរើសសំណួរខុសត្រូវសំណួរគប់គងនិងសំណួរបំពេញចន្លោះជាដើមអញ្ចឹងមានន័យថានៅក្នុងកម្រិតប្រឡូមសំណួរគឺមានតែ2ទម្រង់ហ្នឹងទេបិទហើយនិងបើកអញ្ចឹងទម្រង់សំណួរបើកគឺជាសំណួរដែលតម្រូវឲ្យយើងឆ្លើយសំណួរផ្ដល់ចម្លើយទាំងស្រុងមិនថាតាមរយៈការនិយាយដោយផ្ទាល់មាត់ឬការសរសេរផ្សេងឡើយអញ្ចឹងសំណួរបើកនេះគាត់អាចបញ្ចេញបញ្ចូលនៅគំនិតយោបល់គាត់បានតែចំពោះទម្រង់សំណួរបិទវិញគឺគាត់ត្រូវឆ្លើយឲ្យត្រឹមត្រូវតាមអ្វីដែលគាត់បានរៀនហ្មងគឺអត់មានត្រូវបញ្ចេញបញ្ចូលអីលើបន្ថែមពីនឹងទៀតទេចឹងយើងចូលទៅចំណុចបន្តគឺចំណុចទី3តាក់ទងទៅនឹងការអនុវត្តការបង្កើតសំណួរតាមកម្រិតប្រឡូមដដែលអញ្ចឹងមានថាកម្រិតប្រឡូមនិងកម្រិតចំណេះដឹងរបស់សិស្សហ្នឹងតើយើងត្រូវបង្កើតសំណួរហ្នឹងអនុវត្តការបង្កើតសំណួរហ្នឹងតាមវិធីណាអញ្ចឹងចំពោះការចងចាំយើងត្រូវប្រើពាក្យកិរិយាសព្ទដែលមានពាក្យមើលស្ដាប់កត់ត្រាគប់គងអីនឹងជាដើមចំពោះពាក្យយល់ដឹងវិញយើងអាចជាប្រើពាក្យកិរិយាសព្ទសួរបកស្រាយបង្ហាញពន្យល់សិក្សាឧទាហរណ៍ថាចូលកូនបកស្រាយខ្លឹមសារមេរៀននេះឬក៏ចូលកូនពន្យល់មេរៀនដែលយើងខ្លឹមសារមេរៀនអំពីអីមួយចឹងមកចំពោះការអនុវត្តវិញគឺយើងប្រើកិរិយាសព្ទស្រាយគណនាជ្រើសរើសរកប្រើប្រាស់បញ្ជាក់ជាដើមអញ្ចឹងមានថាចូលស្រាយបញ្ជាក់ឲ្យសិស្សចូលស្រាយបញ្ជាក់2 + 2 ស្មើ4អីចឹងទៅចូលដល់កម្រិតវិភាគមានន័យថាយើងប្រើពាក្យកិរិយាសព្ទប្រៀបធៀបបែងចែកវិភាគលម្អិតដោយសារតែយើងឲ្យសិស្សហ្នឹងគាត់វិភាគទៅលើអីមួយចឹងទៅឧទាហរណ៍ថាចូលកូនប្រៀបធៀបតួអង្គកនិងតួអង្គខអញ្ចឹងមានថាសិស្សអាចបញ្ចេញបញ្ចូលគំនិតថាតួអង្គមួយហ្នឹងគាត់វិភាគទៅថាតួអង្គមួយណាល្អតួអង្គមួយណាដែលយើងគួរគំរូតាមហើយតួអង្គណាដែលផ្ដល់តម្លៃអប់រំអញ្ចឹងទៅកម្រិតបន្តគឺកម្រិតវាតម្លៃចឹងកម្រិតវាតម្លៃនេះគឺយើងសិក្សាទៅលើកិរិយាសព្ទប្រើពាក្យផ្ដល់យោបល់សមាជិករិះគន់ដាក់បន្ទុកសង្ខេបថ្លឹងថ្លែងទាញយកសេចក្តីសន្និដ្ឋានចឹងយើងអាចឧទាហរណ៍ថាចូលប្អូនសន្និដ្ឋានឬក៏ចូលប្អូនសង្ខេបនៅខ្លឹមសារអត្ថបទនេះឡើងវិញឲ្យបានក្បោះក្បាយអញ្ចឹងមានថាឲ្យសិស្សនឹងចេះវាតម្លៃសង្ខេបសាច់រឿងតាមគំនិតរបស់គាត់ផ្ទាល់ហើយចុងក្រោយគឺការបង្កើតថ្មីមានន័យថារចនាប្រើពាក្យរចនាផលិតរៀបគម្រោងរៀបរៀងបង្កើតផ្សំបញ្ចូលគ្នាច្នៃប្រឌិតទាញរូបមន្តទាញវិបាកជាដើមចូលទៅចំណុចបន្តទៀតគឺចំណុចតាក់ទងទៅនឹងការណែនាំបង្កើតសំណួរតេស្តទម្រង់ពហុចម្លើយជ្រើសរើសអញ្ចឹងសំណួរតេស្តពហុជ្រើសរើសហ្នឹងគឺមានលក្ខណៈស្តង់ដារផ្សំឡើងដោយ2ផ្នែកសំខាន់ដូចជាផ្នែកសំណួរ STEM និងសំណុំចម្លើយចម្លើយគឺ option មានថាវាមានចម្លើយជ្រើសរើសឲ្យយើងជ្រើសអញ្ចឹងឧទាហរណ៍មាន4 5ចម្លើយក្នុងសំណួរមួយហ្នឹងឲ្យយើងជ្រើសរើសមួយសំណួរមួយចម្លើយអញ្ចឹងទៅអញ្ចឹងចូលទៅចំណុចបន្ទាប់គឺគេត្រូវសរសេរផ្នែកសំណួរ STEM ហ្នឹងជាប្រយោគសំណួរពេញលេញហើយបន្តទៀតគឺត្រូវសំណួរដែលជាចម្លើយ option ហ្នឹងត្រូវមានចម្លើយ
ត្រូវមួយជា keyword និងចម្លើយខុស3ដូចខ្ញុំឧទាហរណ៍មកអញ្ចឹងដូចយើងធ្វើតេស្តម្ដង2ដងអញ្ចឹងពេលគ្រូដាក់ដូចគ្រូលើកមុនប្រឡងបូរ៉េតេអីចឹងទៅគេមានសំណួរហ្នឹងជាសំណួរប្រយោគពេញលេញហើយគេមានចម្លើយជ្រើសរើសពី1ដល់4ចឹងទៅប៉ុន្តែចម្លើយដែលមានត្រឹមត្រូវគឺមានតែ keyword ចម្លើយមួយទេចម្លើយត្រូវមួយប៉ុន្តែខុស3ចឹងទៅចាអញ្ចឹងយើងចូលទៅចំណុចបន្តទៀតគឺយើងនិយាយអំពីការឧទាហរណ៍ថាឥឡូវតកតងទៅនឹងផ្នែកសំណួរ STEM ហ្នឹងជាឧទាហរណ៍ឧទាហរណ៍ថាតុលាបានធ្វើដំណើរដោយជិះរថយន្តតាក់ស៊ីបានចម្ងាយ 4.8 គីឡូម៉ែត្របន្ទាប់មកគាត់បានបន្តដំណើរទៅទៀតដោយជិះរថយន្តក្រុងបានចម្ងាយ 1.5 គីឡូម៉ែត្រអញ្ចឹងសំណួរសួរថាតើតុលាធ្វើដំណើរបានចម្ងាយប៉ុន្មានអញ្ចឹងអាហ្នឹងគឺជាប្រភេទសំណួរ STEM ព្រោះសំណួរនេះគឺត្រូវអូខេដាក់សំណួរ STEM ហើយដល់ពេលចម្លើយជ្រើសរើសហ្នឹងគឺ option គឺមានចម្លើយកខកខអីចឹងទៅអញ្ចឹងក្នុងចម្លើយហ្នឹងគឺមានចម្លើយតែមួយត្រឹមត្រូវគឺ 6.3 គីឡូម៉ែត្រចម្លើយខកខហ្នឹងគឺជាចម្លើយដែលបន្លំឬក៏ចម្លើយខុសចឹងខ្ញុំចូលទៅចំណុចបន្តទៀតយើងនឹងសិក្សាអំពីរាល់ចម្លើយទាំងអស់ត្រូវតែមានការបញ្យល់ចំណុចខ្វះខាតរបស់សិស្សមានន័យថាឧទាហរណ៍ថាសម្បូរកំពុងបើកបររថយន្តលើផ្លូវត្រង់គាត់ដាក់កែវទឹកមួយដោយរូបខាងក្រោមក្នុងរថយន្តដោយសារមានឧបសគ្គនៅខាងមុខព្រាមនោះសម្បូរចាប់ហ្វ្រាំងយ៉ាងខ្លាំងតើមានអ្វីកើតឡើងចំពោះទឹកនៅក្នុងកែវចឹងបើយើងគិតធម្មតាវាអាចនឹងកលេងកលងឬក៏ហៀចេញទៅអត់ចឹងចម្លើយមានកខកចឹងកទឹកនឹងនៅស្ងៀមដដែលខទឹកនឹងកំពុកចេញពីកែវត្រង់ទីតាំង1ខទឹកនឹងកំពុកចេញពីកែវត្រង់ទីតាំងទី2ខទឹកនឹងកំពុកចេញពីកែវប៉ុន្តែគេមិនអាចដឹងថាទឹកកំពុកចេញពីត្រង់ចំណុចណាមួយឡើយអញ្ចឹងយើងអាចឲ្យសិស្សមើលតាមរូបភាពហ្នឹងថាវាកំពុកទឹកហ្នឹងនៅកន្លែងត្រង់ទីតាំង1ទីតាំង2ឬក៏យ៉ាងម៉េចអញ្ចឹងយើងចូលទៅចំណុចបន្តទៀតតាក់ទងទៅនឹងចម្លើយត្រឹមត្រូវអញ្ចឹងយើងមើលតាមហ្នឹងអញ្ចឹងក៏សិស្សប្រហែលជាមិនអានសិក្សាឬមិនចេះទាំងសងពីច្បាប់ចលភាពអញ្ចឹងបើសិនជាសិស្សយកចម្លើយកគឺមានតែខុសហ្មងតែសុកទឹកកំពុកទឹកនៅពេលដែលគាត់ចាប់ហ្វ្រាំងទៅទឹកនៅក្នុងកែវហ្នឹងវាអត់កំពុកទៅអត់អញ្ចឹងបើសិនយកចម្លើយកដែលថាទឹកនៅស្ងៀមហ្នឹងគឺមានថាសិស្សហ្នឹងគឺអត់យល់មេរៀនតតែសោះហ្មងគឺគាត់ស្ថិតនៅក្នុងកម្រិតទាបនៃព្រលឹងតាក់សូណូមីខសិស្សអាចដឹងថាទឹកនឹងកំពុកចេញពីកែវហើយវាតម្លៃថានៅត្រង់ទីតាំងទី1នេះបង្ហាញថាសិស្សមិនទាន់យល់ច្បាស់លាស់ឬនៅសុភិចសុពលពីច្បាប់និចលភាពអញ្ចឹងមានថាចំណុចនេះគឺបើនិយាយពីកម្រិតប្រឡងគឺសិស្សយើងគឺស្ថិតនៅក្នុងចំណុចយល់ដឹងប៉ុន្តែអត់ទាន់យល់បានច្បាស់ដល់ពេលចំណុចគោលចម្លើយត្រឹមត្រូវពីព្រោះទឹកក្នុងកែវចង់រក្សាល្បឿនឲ្យនៅដដែលអញ្ចឹងមានន័យថាបើសិស្សអាចយកចម្លើយត្រឹមត្រូវនេះបានថាសិស្សមិនត្រឹមតែយល់ទេគាត់ធ្លាប់អនុវត្តឬក៏គាត់ធ្លាប់ជួបបទពិសោធន៍តាក់ទងទៅនឹងពេលកញ្ចក់ហ្វ្រាំងទៅទឹកកំពុកពេញអញ្ចឹងទៅអញ្ចឹងខសិស្សអាចដឹងថាទឹកនឹងកំពុកចេញពីកែវតែមិនហ៊ានវាតម្លៃនៅត្រង់ទីតាំងណាមួយឡើយនេះបង្ហាញថាសិស្សមិនទាន់យល់ច្បាស់អំពីច្បាប់និចលភាពនៅឡើយទេអញ្ចឹងតាក់ទងទៅនឹងកម្រិតនៃការសួរសំណួរប្រឡងតាក់សូណូមីរបស់ខ្ញុំនៅថ្ងៃនេះក្នុងការបកស្រាយនៅថ្ងៃនេះគឺត្រូវបានបញ្ចប់សូមអរគុណលោកគ្រូអ្នកគ្រូសម្រាប់ការយកចិត្តទុកដាក់ក្នុងការស្ដាប់